ញាធរបានផ្ដល់អនុសាសន៍តាំងពីឆ្នាំ2007មកឲ្យក្មេងស្រីជំទង់អាយុពី11ទៅ14ឆ្នាំដែលមិនទាន់មានទំនាក់ទំនងផ្លូវភេទទៅចាក់វ៉ាក់សាំងប្រឆាំងមេរោគ Papillomavirus និងសម្រាប់ក្មេងប្រុសវ័យជំទង់ដូចគ្នាចាប់តាំងពីឆ្នាំ2021មកពីព្រោះក្នុងមួយឆ្នាំមេរោគ Papillomavirus គឺជាដើមហេតុនាំឲ្យមានអ្នកជំងឺមហារីកថ្មីចំនួន6000ករណីភាគច្រើនជាមហារីកកូនបូនដោយសម្លាប់ជីវិតអស់1100នាក់នៅក្នុងប្រទេសបារាំងនិងបរិះកើតមហារីកប្រមាណ69400នាក់ក្នុងកម្រិតពិភពលោកនៅឆ្នាំ2018នេះបានតាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីកអន្តរជាតិតើ Papillomavirus ជាវីរុសអ្វីទៅ Human Papillomavirus ឬហៅកាត់ថា HPV ពពួកមេរោគបង្កជំងឺឆ្លងតាមផ្លូវភេទដែលរីករាលដាលខ្លាំងជាងគេគឺជាចង្កោមគ្រួសារវីរុសដែលមានសមត្ថភាពចម្លងលើកោសិកាស្បែកនិងកោសិកាភ្នាងអ្នកវិទ្យាសាស្ត្រសម្គាល់ឃើញវីរុសនេះមានប្រមាណជិត200ប្រភេទសែនមហាឆ្លងវីរុសអាចចម្លងតាមការប៉ះពាល់គ្នានិងជាញឹកញាប់បំផុតតាមរយៈការរួមរះមានស្ត្រីបរិះច្រើនខ្លាំងណាស់រហូតដល់ទៅប្រមាណ80%ដែលប្រឈមនឹងការឆ្លងវីរុសនេះយ៉ាងហោចណាស់ក៏ម្ដងដែរក្នុងមួយជីវិតស្រោមអនាម័យដែលជាមធ្យោបាយការពារជំងឺកាមរោគជាច្រើនដ៏ប្រពៃបំផុតនោះក៏មិនអាចធានាទាំងស្រុងការការពារការចម្លង Papillomavirus ដែរពីព្រោះក្រុមមេរោគនេះអាចចម្លងជារឿយៗតាមដៃនិងតាមមាត់ទៀតវីរុស HPV អាចឆ្លងនៅគ្រប់កន្លែងមិនមែននៅតែត្រង់ប្រដាប់បន្តពូជឡើយឆ្លង HPV ចូលទៅក្នុងខ្លួនមិនប្រកាសថាសុទ្ធតែនឹងអាចកើតជំងឺមហារីកទៅថ្ងៃមុខទេមិនផ្ដល់រោគសញ្ញាមេរោគ HPV ភាគច្រើនអាចជាទៅវិញបានដោយឯងនៅរវាង6ទៅ18ខែក្រោយនៃការឆ្លងក្នុងករណីនេះអ្នកផ្ទុកមេរោគគ្មានប្រឈមនឹងហានិភ័យកើតជំងឺមហារីកទេមានតែការបង្ករោគរ៉ាំរ៉ៃនៃប្រភេទវីរុស HPV ខ្លះទេដែលអាចនាំដល់ជំងឺមហារីកនៅក្នុងចង្កោមវីរុសនោះមាន12ប្រភេទអាចសំងំត្រាំត្រែងក្នុងសរីរាង្គកាយនិងបង្កឲ្យមានដុំសាច់ងាយคล้ายទៅជាជំងឺមហារីកបាននាថ្ងៃអនាគតការឆ្លងវីរុស HPV ញយនឹងជាលក្ខណៈរ៉ាំរ៉ៃធ្វើឲ្យកកើតទៅជាដុំដំបៅងាយคล้ายទៅជាជំងឺមហារីកដែលហៅតាមបែបបច្ចេកទេសវិទ្យាសាស្ត្រថា CEN Neoplasia Intraepithelial នេះមិនទាន់ហៅថាជាករណីមហារីកទេក្នុងដំណាក់កាលនេះទោះលេចជាមានដុំសាច់បែបមហារីកក៏ដោយក៏សរីរាង្គកាយមនុស្សនៅតែអាចកម្ចាត់មេរោគ Papillomavirus បានដដែលបើគ្មានការព្យាបាល CEN អាចវិវត្តទៅជាមហារីកស្បូនហើយដូច្នេះហើយបានជាគ្រូពេទ្យជំនាញនិងអាជ្ញាធរសុខាភិបាលតែងតែណែនាំស្ត្រីក្នុងវ័យពី25ទៅ65ឆ្នាំអញ្ជើញទៅធ្វើតេស្តពិនិត្យស្បូនមើលរោគមហារីកជារៀងរាល់3ឆ្នាំម្ដងបើគ្មានរោគសញ្ញាសង្ស័យការវិវត្តទៅជាជំងឺមហារីកមានដំណើរយឺតខ្លាំងណាស់ការតាមដានសុខភាពស្បូនដោយទៀងទាត់អាចបញ្ជាមិនឲ្យមេរោគរីករាលដាលទៅជាមហារីកបានទាន់ពេលវេលាអ្វីបើស្ត្រីងាយរងគ្រោះនឹងមេរោគ HPV ខ្លាំងមែនក៏ប៉ុន្តែបុរសក៏មិនរួចខ្លួនឡើយជិត1/3នៃបុរសពលគឺ31%ទំនងជាមានផ្ទុក Papillomavirus មួយឬក៏ច្រើនប្រភេទនៅក្នុងខ្លួននិងម្នាក់ក្នុងចំណោម5នាក់បានឆ្លងប្រភេទ Papillomavirus ដែលមានហានិភ័យមហារីកខ្ពស់ទៀតផងនេះបើតាមការសិក្សាចំនួន65នៅរវាងពីឆ្នាំ1995ដល់ឆ្នាំ2022នៅលើខ្លួនស្ត្រីជំងឺមហារីកកូនបូនស្ទើរតែទាំងស្រុង99%បង្កឡើងដោយមេរោគ Papillomavirus តែ HPV ក៏ជាភ្នាក់ងារនាំឲ្យមានជំងឺមហារីកផ្សេងទៀតនៅលើមនុស្សជាទូទៅមិនថាប្រុសឬក៏ស្រីទេដូចជាមហារីកទ្វារធំមហារីកនៅលើប្រព័ន្ធច្រមុះពងពង់កអាមីដាលអណ្ដាតទ្វារមាសឬក៏លឹងវីរុស HPV មានបង្កប់ហានិភ័យមហារីកអាចសំងំលូតលាស់បង្កើតជាដុំសាច់រួចក្លាយជាដុំមហារីកដោយប្រើរយៈពេលជាច្រើនឆ្នាំជួនរហូតដល់រាប់សិបឆ្នាំក្រោយការឆ្លងឯណោះ
ដូច្នេះសួរថាតើគេអាចការពារកុំឲ្យឆ្លងប៉ាពីឡូម៉ាវីរុសបានដែរឬទេពាក្យស្លោកការពារប្រសើរជាងព្យាបាលមានតម្លៃជានិច្ចគ្មានការព្យាបាលណាប្រសើរជាងការការពារទេហើយការការពារដ៏ប្រពៃជាងគេបំផុតប្រឆាំងនឹងមេរោគកំណាចប៉ាពីឡូម៉ាវីរុសគ្មានអ្វីក្រៅអំពីការចាក់ថ្នាំបង្ការមុនពេលមានការចម្លងមេរោគឡើយបើតាមអ្នកជំនាញថ្នាំបង្ការមានប្រសិទ្ធភាពកាន់តែខ្ពស់មែនទែនប្រសិនបើគេបានចាក់តាំងតែពីពុំធ្លាប់ទាន់មានទំនាក់ទំនងផ្លូវភេទសោះហេតុដូច្នេះហើយនឹងជាថ្មីម្ដងទៀតអាជ្ញាធរដែលណែនាំឲ្យប្រជាពលរដ្ឋនាំកូនទាំងស្រីទាំងប្រុសទៅចាក់ថ្នាំបង្ការប្រឆាំងនឹង HPV ជាទូទៅចាប់ពីអាយុ11ឆ្នាំឡើងទៅនិងអាចយឺតយ៉ាវរហូតដល់អាយុ19ឆ្នាំឬក៏ត្រឹម26ឆ្នាំសម្រាប់បុរសដែលស្រឡាញ់ភេទដូចគ្នាគ្មានសេរីរាងស្បូនមែនតែការផ្ដល់ថ្នាំបង្ការដល់ក្មេងប្រុសមានសារៈសំខាន់ខ្លាំងណាស់ទី1ថ្នាំបង្ការបានបំពេញកាតព្វកិច្ចការពារដោយផ្ទាល់មិនឲ្យមានជំងឺមហារីកនិងជំងឺឬកមកើតនៅលើប្រដាប់ភេទនិងនៅជុំវិញប្រដាប់បន្តពូជរបស់ក្មេងប្រុសនោះផ្ទាល់តែម្ដងប្រសិទ្ធភាពនៃថ្នាំបង្ការប្រឆាំងនឹង HPV មានបញ្ជាក់យ៉ាងច្បាស់លាស់ផលប្រយោជន៍ទី2គឺថ្នាំបង្ការផ្ដល់ការការពារមិនឲ្យធ្លាក់ខ្លួនមានជំងឺមហារីកលើប្រព័ន្ធច្រមុះបំពង់កដែលតែងតែកើតឡើងជាញឹកញាប់ដែរលើមនុស្សប្រុសដោយហេតុតែមានទុកមេរោគប៉ាពីឡូម៉ាវីរុសគុណប្រយោជន៍ចុងក្រោយនឹងទី3គឺវ៉ាក់សាំងជាអាវុធការពារនិងកាត់បន្ថយការចម្លងមេរោគជាទូទៅតែម្ដងក្មេងប្រុសជាអនាគតដៃគូស្នេហាជាអនាគតស្វាមីដូច្នេះក្មេងប្រុសក៏ត្រូវតែចាក់ថ្នាំបង្ការដើម្បីជួយកាត់បន្ថយហានិភ័យនៃការចម្លងវីរុសជាទូទៅក្មេងប្រុសមានទុក HPV នឹងទៅចម្លងក្មេងស្រីហើយស្រីនឹងនៅជាមួយប្រុសប្រុសនៅជាមួយស្រីឆ្លងពីប្រុសដូចគ្នាហើយឬក៏មានឆ្លងពីស្រីដូចគ្នាមេរោគនឹងធ្វើចរាចរណ៍យ៉ាងសកម្មវិលទៅវិលមកអត់ឈប់ដូច្នេះដល់ទី1បើយើងចង់បញ្ឈប់សកម្មភាពចម្លងរបស់មេរោគប៉ាពីឡូម៉ាវីរុសគឺមានតែនាំគ្នាទៅចាក់ថ្នាំបង្ការគ្រប់គ្នាទាំងអស់អូស្ត្រាលីអាមេរិកបានបើកយុទ្ធនាការចាក់ថ្នាំបង្ការលើក្មេងស្រីជំទង់តាំងតែពីឆ្នាំ2007និង2011ដល់2013សម្រាប់ក្មេងប្រុសជំទង់ជាលទ្ធផលវីរុស PHV បាត់ខ្លួនស្ទើរលែងមានចរាចរណ៍ចម្លងសោះហើយករណីលេខដុំសាច់អាចក្លាយជាមហារីកក៏រលំបាត់ស្ទើរតែទាំងស្រុងដែរនៅក្នុងប្រទេសទាំងពីរនេះហើយបើតាមទិន្នន័យដំបូងរបស់ប្រទេស CF ស្ដីអំពីសុខភាពក្មេងអាយុពី10ឆ្នាំដល់30ឆ្នាំចំនួន1,600,000នាក់នៅក្នុងអំឡុងពេលពីឆ្នាំ2006ដល់ឆ្នាំ2017ចេញផ្សាយកាលពីឆ្នាំ2020បានបង្ហាញឲ្យឃើញទៀតថាអត្រាហានិភ័យមានជំងឺមហារីកកំណាចលើស្ត្រីបានចាក់ថ្នាំបង្ការប្រឆាំងនឹង HPV មុនអាយុ17ឆ្នាំបានធ្លាក់ចុះអស់ 88%ការសិក្សាក្រោយមកទៀតនៅក្នុងប្រទេសអង់គ្លេសម្ដងក៏បានរកឃើញដូចគ្នាដែរថាជំងឺមហារីកមាត់ស្បូនបានធ្លាក់ចុះជាគំហុកស្ទើរគ្មានមនុស្សណាម្នាក់សោះកើតតាំងតែពីប្រទេសមានកម្មវិធីចាក់ថ្នាំបង្ការប្រឆាំងនឹង HPV នៅឆ្នាំ2000មកប៉ុន្តែថ្នាំបង្ការមិនអាចរារាំងមិនឲ្យកើតមានជំងឺមហារីកបានទាំងស្រុងទេសម្រាប់ជំងឺមហារីកមាត់ស្បូនការធ្វើតេស្តវិភាគរោគមើលមេរោគមហារីកនៅតែចាំបាច់ជានិច្ច